កងទ័ពសហរដ្ឋអាមេរិកអាចនឹងចាប់ផ្ដើមវាយលើប្រទេសវេណេស៊ុយឡានៅប៉ុន្មានម៉ោងទៀតនេះសេចក្តីរាយការណ៍បន្ទាន់មួយពីតំបន់អាមេរិកខាងត្បូងបានដឹងថានៅគណៈនេះកងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកកំពុងបើកឈ្មោះទៅតំបន់ឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយឡាដែលជាការបង្កើនសកម្មភាពរបស់កងនាវាចម្បាំងមហាអំណាចនេះក្នុងការលើកទ័ពចូលលុកលុយប្រទេសវេណេស៊ុយឡាសហរដ្ឋអាមេរិកបានបើកការវិបរាកំទេចកណូតដឹកសារធាតុគ្រឿងញៀនចំនួន17គ្រឿងមកហើយក្នុងនោះប៉ះទង្គិចអាយុជីវិតមនុស្សរហូតដល់ទៅជិត70នាក់សេចក្តីរាយការណ៍របស់សារព័ត៌មាន Ace County Magazine ចុះផ្សាយថារដ្ឋការលោក Donald Trump នៅបន្តយុទ្ធនាការវិបរាទៅលើទីតាំងទៅលើកណូតនិងនាវាទាំងឡាយណាដែលសង្ស័យដឹកគ្រឿងញៀនសម្ដៅទៅសហរដ្ឋអាមេរិកហើយឥឡូវនេះក្រោយពីកំទេចកណូតដឹកសារធាតុគ្រឿងញៀនចំនួន17គ្រឿងដែលបើកការវិបរាជាថ្មីម្ដងទៀតកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះឥឡូវនេះសេចក្តីរាយការណ៍បានដឹងថាកងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកកំពុងបើកឈ្មោះទៅឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយឡាដែលជាសញ្ញាបញ្ជាក់ថាប្រតិបត្តិការនៃសង្គ្រាមគ្រឿងញៀនរបស់លោក Donald Trump កំពុងឈានដល់សង្គ្រាមវាយចូលប្រទេសវេណេស៊ុយឡាហើយនៅពេលនេះលោក Donald Trump មិនបានប្រកាសថាខ្លួនគេត្រូវបើកប្រតិបត្តិការវាយចូលទៅខាងក្នុងទឹកដីរបស់វេណេស៊ុយឡាដើម្បីតាំងគំនិតបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀននោះទេប៉ុន្តែយ៉ាងហោចណាស់គេដឹងថាប្រតិបត្តិការសឹកពិសេសរបស់កងទ័ពសហរដ្ឋអាមេរិកនៅតំបន់សមុទ្រការ៉ាប៊ីននេះដូចជានៅពេលនេះសេចក្តីរាយការណ៍ដឹងថានាវាចម្បាំងរបស់អាមេរិកកំពុងឆ្ពោះទៅតំបន់ឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយឡាវាដល់ពេលហើយដែលកងទ័ពអាមេរិកត្រូវលើកទ័ពចូលទៅវេណេស៊ុយឡាតែសូមជម្រាបថានៅក្នុងតំបន់សមុទ្រការ៉ាប៊ីននេះនាវាផ្ទុកយន្តហោះរបស់អាមេរិក USS Gerald Ford ដែលអមជាមួយដោយនាវាពិឃាតចំនួន8គ្រឿងកំពុងដាក់ពង្រាយរួចទៅហើយនៅពេលនេះយន្តហោះដែលស្ថិតនៅលើពីសរបស់នាវាផ្ទុកយន្តហោះ USS Gerald Ford នោះកំពុងតែធ្វើចលនាហោះហើរសម្យុទ្ធជារៀងរាល់ថ្ងៃដែលគេរំពឹងថាយន្តហោះដែលស្ថិតនៅលើពីសរបស់នាវាផ្ទុកយន្តហោះ USS Gerald Ford ដែលមានរាប់សិបគ្រឿងនោះវាអាចនឹងបើកប្រតិបត្តិការវាយបរាទៅលើទឹកដីនៃប្រទេសវេណេស៊ុយឡានៅពេលដែលកងនាវាពិឃាតរបស់សហរដ្ឋអាមេរិកបើកបុកច្រាំងនៃតំបន់សមុទ្រវេណេស៊ុយឡានោះវាដល់ពេលដែលគេមើលឃើញថាកងទ័ពអាមេរិកត្រូវបើកការវាយបរាចូលដីគោករបស់វេណេស៊ុយឡានៅលើកោះប៉ូតូរីកូកម្លាំងទ័ពរបស់សហរដ្ឋអាមេរិកត្រូវបង្កើនចំនួនថែមទៀតជាមួយនឹងការមកដល់នៅរដ្ឋាភិបាលដែកមួយចំនួនថែមទៀតត្រូវបានដាក់ពង្រាយនៅលើដែនកោះនេះរួចទៅហើយរដ្ឋាភិបាលដែកទាំងនោះត្រូវដឹកតាមនាវាប្រសិនបើកងទ័ពអាមេរិកត្រូវលើកទ័ពចូលដីគោករបស់ប្រទេសវេណេស៊ុយឡានៅលើដែនកោះប៉ូតូរីកូនោះមានយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក F-35 ចំនួន10គ្រឿងដាក់ពង្រាយរួចទៅហើយបន្ថែមលើនេះសេចក្តីរាយការណ៍បានដឹងថាកងយន្តហោះចម្បាំង B-52 នៅតែបន្តធ្វើចលនាហោះលើលំហអាកាសនៃប្រទេសវេណេស៊ុយឡាសឹងតែរាល់ថ្ងៃនៅពេលនេះសកម្មភាពនៃការធ្វើចលនាកងទ័ពសហរដ្ឋអាមេរិកនៅសមុទ្រការ៉ាប៊ីនសឹងតែរាល់ថ្ងៃនេះហើយតែវាប្រាទៅលើកណូតឆ្លងកាត់សមុទ្រវេណេស៊ុយឡាគឺត្រូវបានកំទេចមានការកើនឡើងដល់ទៅ17គ្រឿងមនុស្សស្លាប់ជិត70នាក់ហើយនៅពេលនេះដែលរដ្ឋការលោក Donald Trump អះអាងថាអ្នកដែលស្លាប់ដោយសារវាយប្រាកណូតដោយសារកងទ័ពអាមេរិកកំទេចកណូតដឹកសារធាតុគ្រឿងញៀននោះគឺពួកគេគឺជាភេរវករគ្រឿងញៀនសេចក្តីរាយការណ៍របស់ទស្សនាវដ្តី Ace County Magazine បន្តចុះផ្សាយថានៅពេលដែលកងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិកកំពុងរំកិលខ្លួនឲ្យគៀកនឹងឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយឡានោះក៏គេសង្កេតឃើញកងកម្លាំងធំនិងកងមីស៊ីលរបស់វេណេស៊ុយឡាក៏ត្រូវបានដំឡើងការដាក់ពង្រាយបន្ថែមទៀតតែសូមជម្រាបទៀតថាសហរដ្ឋអាមេរិកได้បើកយុទ្ធនាការសង្គ្រាមគ្រឿងញៀននៅតំបន់អាមេរិកខាងត្បូងនេះព្រោះតែរដ្ឋការលោក Donald Trump និងក្រសួងយុទ្ធភ័ពរបស់លោកប្រកាសចាប់ប្រកាន់ជាចំហថាមេខ្លោងឧក្រិដ្ឋកម្មគ្រឿងញៀននៅលើទឹកដីនៃតំបន់អាមេរិកខាងត្បូងគឺមានប្រធានាធិបតីវេណេស៊ុយឡាបច្ចុប្បន្ននីកូឡាម៉ាដូរ៉ូដែលពួកប្រជាប្រទេសចាត់ទុកថាជាជនផ្ដាច់ការតែមួយគត់ដ៏មានអំណាចនៅលើទឹកដីប្រទេសអាមេរិកខាងត្បូងនេះ
ក្រសួងយុទ្ធសាស្ត្ររបស់លោកដូណាល់ត្រាំបានចេញដីកាចាប់ខ្លួនលោកនីកូឡាម៉ាដូរ៉ូតាំងពីឆ្នាំ2020មកនោះឥឡូវនេះអាណត្តិរបស់លោកដូណាល់ត្រាំទី2នេះនៃការចាប់ខ្លួនរបស់លោកម៉ាដូរ៉ូនៅតែចូលជាធរមានតម្លៃនៃការចាប់ខ្លួនលោកម៉ាដូរ៉ូកើនឡើងពី$25 លានរហូតដល់$50 លាននៅពេលនេះកម្លាំងសម្ងាត់របស់សហរដ្ឋអាមេរិក CIA ក៏ត្រូវបានដាក់ពង្រាយរួចទៅហើយនៅលើទឹកដីវេណេស៊ុយឡាលោកដូណាល់ត្រាំបញ្ជាក់ថាការដាក់ពង្រាយកម្លាំង CIA របស់អាមេរិកនេះដើម្បីតាមកំទេចមេបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀនហើយបើករណីចាំបាច់សូម្បីតែលោកនីកូឡាម៉ាដូរ៉ូក៏ត្រូវចាប់ខ្លួនផងដែរពេលថ្មីនេះលោកនីកូឡាម៉ាដូរ៉ូបានបង្ហើបថាលោកចង់ចាក់ចេញពីប្រទេសវេណេស៊ុយឡានិងផ្ទេរអំណាចទៅឲ្យអនុប្រធានាធិបតីរបស់លោកនីកូឡាម៉ាដូរ៉ូចង់ឲ្យសហរដ្ឋអាមេរិកបញ្ឈប់ចលនាកងទ័ពដូចនេះព្រោះលោកក៏យល់ព្រមបោះបង់អំណាចរបស់លោកចៅផងដែរតែរដ្ឋការលោកដូណាល់ត្រាំដល់ពេលនេះមិនទាន់ឃើញឆ្លើយតបចំពោះសំណើរបស់លោកនីកូឡាម៉ាដូរ៉ូនោះទេអ្នកសង្កេតការណ៍មើលឃើញថាលោកដូណាល់ត្រាំទំនងត្រូវការចាប់ខ្លួនលោកម៉ាដូរ៉ូច្រើនជាងលោកម៉ាដូរ៉ូរត់ចោលប្រទេសព្រោះលោកដូណាល់ត្រាំចង់ចាប់ខ្លួនលោកម៉ាដូរ៉ូដូចនឹងអតីតប្រធានាធិបតី George H.W. Bush ចាប់ខ្លួនមេខ្លោងឧក្រិដ្ឋកម្មគ្រឿងញៀននៅលើទឹកដីនៃប្រទេសប៉ាណាម៉ាឧត្តមសេនីយ៍ Manuel Noriega កាលពីខែធ្នូឆ្នាំ1989ហើយនាំទៅកាត់ទោសលើទឹកដីសហរដ្ឋអាមេរិកនៅរដ្ឋ Miami លោកដូណាល់ត្រាំកំពុងសម្លឹងមើលថាតើយុទ្ធសាស្ត្ររបស់លោកអាចបានជោគជ័យទេចំពោះការចាប់ខ្លួនលោកនីកូឡាម៉ាដូរ៉ូដូចនឹងរដ្ឋការលោក George H.W. Bush លើកទ័ព 30,000 នាក់ចូលទៅចាប់ខ្លួនមេដឹកនាំប៉ាណាម៉ាឧត្តមសេនីយ៍ Manuel Noriega នោះកាលពីឆ្នាំ1989ពីបាត់មេខ្លោងឧក្រិដ្ឋកម្មគ្រឿងញៀនប៉ះពាល់សន្តិសុខរបស់សហរដ្ឋអាមេរិកគឺថាលោកដូណាល់ត្រាំនៅតែមានសិទ្ធិក្នុងការប្រើប្រាស់អំណាចជាប្រធានាធិបតីព្រោះប្រសិទ្ធិមិនបានគ្រប់គ្រងការរាំងខ្ទប់របស់ដំណោះស្រាយនៃសភាជាន់ទាបនោះទេប្រសិទ្ធិនៅតែបើកឱកាសឲ្យលោកដូណាល់ត្រាំប្រើប្រាស់សិទ្ធិជាអង្គនីតិប្រតិបត្តិដើម្បីវាយប្រាទៅលើគោលដៅណាមួយដែលចាំបាច់បំផុតក្នុងកម្រិតដែលអាចធ្វើទៅបានរដ្ឋការលោកដូណាល់ត្រាំនិងរដ្ឋមន្ត្រីការបរទេស Marco Rubio បានប្រកាសឲ្យថាយុទ្ធនាការសង្គ្រាមគ្រឿងញៀនមិនមែនជាសង្គ្រាមឈ្លានពានប្រទេសណាទាំងអស់វាជាសង្គ្រាមដែលត្រូវបញ្ចប់មេខ្លោងនិងចាប់ឲ្យបានបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀនទោះបីជាមេខ្លោងឧក្រិដ្ឋកម្មគ្រឿងញៀនមានឋានៈជាប្រធានាធិបតីក៏ដោយនោះក្នុងហេតុផលនេះហើយដែលគេថាលោកដូណាល់ត្រាំកំពុងតែរៀបចំធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីនីកូឡាម៉ាដូរ៉ូហើយចាប់ខ្លួនបរិសុទ្ធនេះយកទៅកាត់ទោសនៅលើទឹកដីសហរដ្ឋអាមេរិកបើករណីដែលអាមេរិកអាចធ្វើបានជោគជ័យនៅការចាប់ខ្លួនបរិសុទ្ធខ្លាំងវេណេស៊ុយឡានេះប៉ុន្តែអ្នកវិភាគនៅតែប្រមាថថាគេមិនអាចប្រៀបធៀបសម័យកាលនេះទៅនឹងទសវត្សរ៍1980នោះទេដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិក George H.W. Bush លើកទ័ពចូលទៅធ្វើរដ្ឋប្រហារទម្លាក់ឧត្តមសេនីយ៍ប៉ាណាម៉ា Manuel Noriega នោះព្រោះពេលនេះរបបនៅទីក្រុង Caracas នៃប្រទេសវេណេស៊ុយឡានៅតែមានសមត្ថភាពការពារខ្លួនដោយកម្លាំងទ័ពរបស់ខ្លួនជាមួយនឹងអាវុធទំនើបទិញពីប្រទេសរុស្ស៊ីចុងក្រោយនេះរុស្ស៊ីបានដឹកអាវុធមួយយន្តហោះធំទៅឲ្យវេណេស៊ុយឡាកាលពីថ្ងៃទី28តុលាដែលក្នុងនោះយន្តហោះដឹកភស្តុភារយោធាដ៏ធំបំផុតរបស់រុស្ស៊ី L-76 បានចុះចតនៅរដ្ឋធានី Caracas ក្នុងនោះហើយគេថាវាជាការដឹកអាវុធដឹកមីស៊ីលបន្ថែមទៀតទៅឲ្យវេណេស៊ុយឡាអ្នកជំនាញមើលឃើញថាដំណាក់កាលនេះគេមិនអាចប្រៀបធៀបការពីទសវត្សរ៍ឆ្នាំ1980នោះទេដែលអាមេរិកតែងតែប្រើប្រាស់មធ្យោបាយដូចនេះកំទេចជោគជ័យទៅលើបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀននៅអាមេរិកខាងត្បូងជាពិសេសគឺប្រធានាធិបតីវេណេស៊ុយឡាផ្ទាល់នីកូឡាម៉ាដូរ៉ូប្រកាសដំឡើងប្រព័ន្ធខែលការពារដាក់នៅតំបន់មួយចំនួនជាពិសេសគឺតំបន់ឆ្នេរសមុទ្រវេណេស៊ុយឡាជាមួយនឹងការរៀបចំកម្លាំងទ័ព 30,000 នាក់ជាទ័ពពិសេសដើម្បីរងចាំការមកដល់របស់កងទ័ពអាមេរិកយ៉ាងណាប្រជាជនវេណេស៊ុយឡាដែលបង្ហោះនៅលើបណ្ដាញសង្គម X និងសង្គម Facebook របស់ពួកគេដឹងថាប្រជាជនក្រីក្រនៃប្រជាជនវេណេស៊ុយឡាដែលមិនបានផលប្រយោជន៍ពីការដឹកនាំរបស់លោកនីកូឡាម៉ាដូរ៉ូកំពុងរងចាំកងទ័ពសហរដ្ឋអាមេរិក
ដើម្បីធ្វើយ៉ាងណាឲ្យពួកគេផ្លាស់ប្ដូររបបដឹកនាំផ្ដាច់ការរបស់លោកនីកូឡាម៉ាដូរ៉ូឲ្យបានហើយនាំរបបប្រជាធិបតេយ្យសម្រាប់ប្រជាជនវេនេស៊ុយឡាឡើងវិញលោកនីកូឡាម៉ាដូរ៉ូបានកាន់អំណាចតពីរៀមច្បងរបស់គាត់ហុងកូឆាវេសតាំងពីឆ្នាំ2013មកនោះអំណាចផ្ដាច់ការនៅលើដែនដីនៃប្រទេសវេនេស៊ុយឡាមានអាយុកាល26ឆ្នាំមកហើយដែលរាយការណ៍ខ្លះបានដឹងថាលោកនីកូឡាម៉ាដូរ៉ូនិងបកពួករបស់គាត់កំពុងត្រៀមលក្ខណៈរត់ចោលប្រទេសនៅពេលនេះហើយតែលោកនីកូឡាម៉ាដូរ៉ូកំពុងតែទុកចិត្តថាកងទ័ពរបស់លោកអាចនឹងទប់ទល់បានការវិលុករបស់កងទ័ពអាមេរិកប្រសិនបើអាមេរិកបើកការវិលុកចូលរដ្ឋធានីការ៉ាកាសប៉ុន្តែលោកដូណាល់ត្រាំនៅតែព្យាយាមចង់ចាប់ខ្លួនលោកម៉ាដូរ៉ូទៅកាត់ទោសនៅលើទឹកដីសហរដ្ឋអាមេរិកប្រជាជនវេនេស៊ុយឡានិងបកប្រឆាំងនៅវេនេស៊ុយឡាកំពុងតែអន្ទះសារការមកដល់របស់កងទ័ពអាមេរិកការមកដល់កងទ័ពអាមេរិកគឺជារដ្ឋប្រហារទម្លាក់អំណាចផ្ដាច់ការរបស់លោកនីកូឡាម៉ាដូរ៉ូរបស់ប្រជាធិបតេយ្យនឹងរស់ឡើងសួស្តីបងប្អូនដើម្បីលើកទឹកចិត្តរាល់ការធ្វើវីដេអូបងប្អូនជួយចុច Subscribe និងដាក់រូបកណ្ដឹងអរគុណ